ទៅលោកគ្រូឡើងទៅតាមស្រាប់នេះ នេះមកពីស្រាប់ពីឡាយវារឿងកម្មវិធីឡានេះថ្មីថ្ងៃនេះខ្ញុំឡើងបង្ហាញពីរបស់សុខាភិបាលមានសុខាភិបាលមានរបស់យើងចង់រកកូនចឹងយើងមើលលើស៊ីនសូនកោសូនស្មើ1កោ30ស្មើ3លើ2កោ45ស្មើ2លើ2កោ60ស្មើនឹង1លើ2កោ9ស្មើ0ពេលខ្ញុំមើលលើស៊ីននេះយើងមើលលើដៃគ្នាចឹងដែរពេលយើងមើលឲ្យយើងមើលកំមើលទៅយើងទៀតណារ៉ូនេះស្អីរ៉ូនេះជាហើយយើងធ្វើនេះឡើងដើម្បីចង់ឲ្យរយៈពេលចំណាប់អារម្មណ៍សិស្សឲ្យចង់រៀនពីនេះហើយនៅឲ្យយើងបាត់តាមស្រួលងាយចាំហើយវាចំណាយថវិកាតិចអាចរៀនបានយូរអង្វែង បាទលោកគ្រូចង់សួរភ្ជាប់ទៅថាតែក្នុងគម្រោងដែលបងធ្វើប៉ុណ្ណឹងបងមានសមាជិកទាំងអស់ចំនួនប៉ុន្មានអ្នកដែរបងអ្នកលោកគ្រូបាទហើយការធ្វើនេះមានផលបាក់អីទៅមើលទៅដូចមានច្រើនតបច្រើនជាន់ណាយើងនេះប្រទេសនេះយើងធ្វើបានតែ2អាទិត្យទេលោកគ្រូអូតែ2អាទិត្យទេណាអត់លោកគ្រូបាទហើយចុះអានេះគឺគ្រូឃើញតែទៅជាមួយនឹងកោហើយនឹងស៊ីនទៅខាងនេះវិញគឺជាគ្រីស្តីនៃបតកើទៅត្រីពីតកើណាយើងឲ្យបង្ហាញតិចទៅថាវាមានតំណែងទំនងគ្នាមិនដែរលោកគ្រូមានគឺអានេះមានជាដកខ្ញុំម្ដងរបស់វានោះគឺការដែលយើងស្វែងរកមុំនឹងជ្រុងទាំង3ដែលយើងបង្ហាញពីផ្នែកមួយរបស់វាតែមានហាជាកម្ពុជា3ជាបាននិងពេលគឺជាមុំរបស់ដេករ៉េរបស់វាតែយើងបង្ហាញបើជាក់ស្ដែងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរបស់យើងអាចយកទៅប្រើប្រាស់ក្នុងការជាសំណងនិងជាងជ័យជាដើមដូចការដែលយើងធ្វើស្នារបស់វាយើងចង់ដឹងពីកម្ពស់ពីអាគារនីមួយថាអាគារចង់បានកម្ពស់ប៉ុន្មាននិងខ្ពស់ប្រវែងនឹងមុំប៉ុន្មានហើយយើងបានដឹងថាយើងមើលតាមលក្ខណៈនៃជ្រុងរបស់វានិងមុំដេករ៉េរបស់វាពេលដែលយើងមានរ៉ាប់តើពេលដែលយើងវាស់ស្មាននៅលើដីធម្មតាយើងបានដឹងទេថ្ងៃជាចាំបាច់យើងវាស់ពីលើខ្ពស់ចំណុចដែលខ្ពស់បំផុតយើងទាញដូចជាឡាតែនិងខ្សែកាបដើម្បីវាស់ពីຂະຫນាតនិងប្រវែងរបស់វាបានត្រឹមត្រូវបាទលោកគ្រូគិតថាគម្រោងនេះគឺជាគម្រោងទី1របស់បងប្អូនមែនណាបាទលោកគ្រូលោកគ្រូចង់សួរថាតើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើជាបច្ចេកថ្មីឬក៏បច្ចេកបន្តទៀតទេឧទាហរណ៍ថាបើសិនជាមានសាលាមានរៀបចំកម្មវិធីSTEMបន្តទៀតបាទលោកគ្រូការរៀបចំនេះយើងរៀបចំបានតែ2សប្តាហ៍ទេប៉ុន្តែបើឆ្នាំក្រោយយើងប្រហែលជាបង្កើតជាຂະຫນាតធំដើម្បីប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ជាងបុគ្គលម្នាក់ៗផងដែរនិងពិសេសបើជាຂະຫນាតទូនអញ្ចឹងយើងប្រើប្រាស់សម្រាប់សិស្សានុសិស្សទាំងអស់គ្នាដែលយកបានទៅសិក្សាពីរំមុននិងគ្រីស្តីវត្តកើបានចាត់តែអរគុណច្រើនអូនគ្នា